មានអ្នកខ្លះថាម្ហូបភាគឦសានមើលទៅចម្លែកសម្រាប់ខ្ញុំដំបូងក៏ខ្ញុំគិតថាចម្លែកដែរប៉ុន្តែដល់ពេលបានញ៉ាំមិនដឹងថាឆ្ងាញ់ហើយចំនឹងខ្ញុំនឹងជួយចិត្តរកអីប្លែកៗញ៉ាំដើម្បីឲ្យប្លែកមាត់អញ្ចឹងណាហើយប្រហែលជាប្រហែលថ្ងៃមុននឹងខ្ញុំបានផុសវីដេអូបុកបកីបែបលក្ខណៈហិលហើជាម្ហូបបែបភាគឦសានក៏មានបងប្អូនមួយចំនួនចូលខមមិនថាខ្ទឹមគ្រប់គ្នានិយាយលេងសើចអីការដំបូងខ្ញុំឃើញក៏ថាខ្ទឹមដែរដល់តែស្គាល់វាមែនតើមិនដឹងថាបកីផ្សេងដើមខ្ទឹមនឹងវាផ្សឹងណៃរសជាតិក៏ឆ្ងាញ់ខុសគ្នាមួយបែបដែរហើយចំពោះបកីបុកនេះដែរក្រៅពីញ៉ាំជាមួយនឹងសាច់គោងៀតបាយតណើបហើយយើងអាចញ៉ាំជាមួយនឹងសឡចណាងក៏កាន់តែឆ្ងាញ់ដែរបងប្អូនដោយវីដេអូមុនគឺខ្ញុំយកបកីបុកជាមួយប្រហុកលីប្រហុកតិចៗហ្នឹងគឺទៅញ៉ាំជាមួយសាច់គោងៀតហើយនឹងជាមួយនឹងបាយតណើបឥឡូវថ្ងៃនេះគឺជាថ្ងៃផ្សេងទៀតដោយសារតែខ្ញុំបុករៀងច្រើនដែរខ្ញុំដាក់ក្នុងទូទឹកកកអញ្ចឹងថ្ងៃនេះគឺខ្ញុំមកស្លសម្លចណាងដើម្បីញ៉ាំជាមួយបកីបុកខ្ញុំទៀតហើយសម្រាប់របៀបធ្វើសឡចណាងនេះខ្ញុំបានបង្ហាញបងប្អូននៅវីដេអូមុនហើយអញ្ចឹងថ្ងៃនេះខ្ញុំអត់បានថត detail ទេថ្ងៃនេះយើងមានបកីបុកហើយយើងមានសឡចណាងហើយបើញ៉ាំតែពីរមុខនឹងចូលគ្នាវាដូចជាធម្មតាពេកហើយនិយាយពីថាថ្ងៃនេះអស់តោះហើយតែមកក់សាក់ហើយថ្មីថ្មោងមកងាស់សឡចណាងដោយសារតែសឡនេះទៅងាស់រាប់ម៉ោងមិនឆ្ងាញ់បងប្អូនណាខ្ញុំទៅចាប់អារម្មណ៍តែសក់ខ្ញុំឥឡូវវែងឡើងហួសគូទៀតវែងលឿនវែងខ្លាំងណាសំខាន់ណាគឺក្រាស់ពីគល់សក់ដល់ចុងសក់ហ្មងនេះខ្ញុំទៅមកក់ហើយស្ងួតបានប្រហែលជា 90% នៅ30តិចអត់បានគៀបអត់បានអីទេបងប្អូនត្រង់ឲ្យលាស់ផលរស់ហ្មងសម័យមើលបើសិនជាយើងអាយុច្រើនកូនច្រើនហើយនឹងកោសិកាយើងពីខាងក្នុងអត់លឿនដូចគេក្មេងទេដល់អញ្ចឹងខ្ញុំញ៉ាំម្ទេស collagen plus ជំនួយកោសិកាស្បែកមកពីខាងក្នុងជាប្រចាំដែរហើយវាត្រូវនឹងខ្ញុំប្រើជិតសាប៊ូកក់សក់ម្ទេសហ្នឹងវាល្អខ្លាំងទៀតនួយតាំងពីក្រៅផងពីក្នុងផងអញ្ចឹងខ្ញុំមានអារម្មណ៍ថាសក់ខ្ញុំកាន់តែលូតលឿនហើយសរសៃសក់ឡើងភ្លឺលាស់ស្អាតហើយខ្ញុំណែនាំខ្លាំងអ្នកដែលមានបញ្ហាសក់ជ្រុះសក់ដុសយឺតជាពិសេសជ្រុះឡើងស្ដាងឡើងឆក់ឡើងតពេកសក់ឆេះខូចសំពងដាច់បែកចុងអស់មានបញ្ហាអង្គែប្រេងលាបសិតស្បែកក្បាលអីផ្សេងប្រើឈុតសាប៊ូកក់សក់ម្ទេសខ្ញុំណែនាំឲ្យប្រើជាឈុត3មុខ3 step អញ្ចឹងបកកែឲ្យល្អមែនតើជាពិសេសអានេះគឺដូចជាស្ដាច់ទឹកថ្នាំបរិសក់អញ្ចឹងបាញ់តាណាគឺដុសទៅនឹងហ្មងកន្លែងណាឆក់តពេកអាពេលខ្លះជ្រុះឲ្យវាដុសវិញឯងឡើងតពេកហ្មងដល់អញ្ចឹងទៅអាយុកាន់តែច្រើនសក់កាន់តែអស់ហ្មងដោយសារតែការជ្រុះហាត់ដុសវិញទឹកថ្នាំបរិសក់នេះយើងបាញ់ធ្វើម៉េចដល់ស្បែកក្បាលឬសក់យើងជំនួយពៅឬសក់យើងបានល្អខ្លាំងហ្មងខ្ញុំចូលចិត្តបាញ់ដោយសារតែបាញ់ទៅចាក់ស្បែកក្បាលល្អសិនជាយើង stress គិតច្រើនគេញប់ជ្រៅអីស្បែកក្បាលយើងនឹងក្តៅហើយជ្រុះសក់ហ្មងបាញ់ឲ្យយើងធ្វើការម៉ាស្សាថ្នមអញ្ចឹងមកឲ្យស្បែកក្បាលទៅសៃឈាមស្បែកក្បាលរបស់យើងមានតុល្យភាពល្អជាពិសេសវាទៅចិញ្ចឹមនិងជួសជុលឬសក់របស់យើងឲ្យមានសុខភាពល្អឡើងវិញលេងសើចឲ្យបងប្អូនដុសលឿនសាហាវខ្ញុំទៅកាត់សក់សេះប្រហែលខែមុននេះណាឡើងលើអញ្ចើមទៀតកាត់ឡើងខោចអស់ហ្មងឥឡូវដុសឡើងមកចង្អុលដៃទៀតឲ្យបងប្អូនលឿនហ្មងអាហ្នឹងលទ្ធផលកក់សក់ឲ្យបាញ់ទឹកថ្នាំជាប់ជាប្រចាំរហងៃបាញ់ទឹកថ្នាំប្រសក់ហើយនិយាយទៅអារម្មណ៍រីករាយហ្មងវិទ្យាស្បែកក្បាលអញ្ចឹងមហោរបស់ឆ្ងាញ់បងប្អូនដឹងអត់មានចំណាងហើយមានបកគ្រីវហើយត្រូវតែមានមីហើយនិយាយលេងសើចអីមីពី3ខែហ៊ានហូបម្ដងទេពីនៅក្មេងវិញស្គមខ្យល់បក់អលុំញ៉ាំអីកុំចេះដល់ទៅអាយុច្រើនកូនច្រើនបានធាត់មិនងាយស្គមវិញសោះដល់ទៅអញ្ចឹងឥឡូវគឺញ៉ាំអីគឺរៀងប្រយ័ត្នណាស់របស់អត់ល្អសម្រាប់សុខភាពរាងកាយទៅគឺអត់ញ៉ាំទេដល់អញ្ចឹងគ្នាយើងមួយចំនួនចិត្តទៅសួរថាបងមកតៃកូនច្រើនអាយុច្រើនហើយរៀងនៅតែស្អាតហ្នឹងហើយដោយសារតែបកាយតបកាយថែនឹងដែរណាមិនថាមិនញ៉ាំទេយូរយើងញ៉ាំម្ដងរបស់អត់ល្អហ្នឹងឲ្យញឹកញយអត់ល្អទេណានិយាយពីថាអូចំណាងយើងឈ្ងុយឈ្ងប់ពេញផ្ទះហ្មងកាលខ្ញុំចេញវីដេអូពីរបៀបធ្វើចំណាងក៏មានបងប្អូនយើងមួយចំនួនគាត់ចូលគាត់ថាគាត់ចេះហូបទេដោយសារចំណាងនឹងស្អុយខ្ញុំអត់ដឹងថាគាត់ហូបចំណាងនៅណាបានស្អុយទេណាខ្ញុំធ្វើខ្លួនឯងអត់ដែរស្អុយទេចំណាងខ្ញុំប្រើសាច់គោហើយប្រើកតុយគោថ្ងៃនេះឆ្ងាញ់ថ្ងៃនេះខ្ញុំធ្វើ2ចានណាសម្រាប់ឆុងមីមួយនិងអត់ឆុងមីមួយដោយសារតែខ្ញុំញ៉ាំអីមិនដែរអស់2ចានទេជាពិសេសមីនឹងខ្ញុំញ៉ាំតែបន្តិចទេខ្ញុំទុកឲ្យប្តីខ្ញុំញ៉ាំអ្នកខ្លះគាត់យកចំណាងទៅហូបមួយបាយតែសម្រាប់ខ្ញុំចំណាងគឺញ៉ាំដូចជាស៊ុបចឹងគឺញ៉ាំលេបគ្រីវទៅគឺវាចាប់ជាតិគ្នាខ្លាំងមែនតើអ្នកខ្លះគាត់បុកតែបគ្រីវនឹងញ៉ាំជាមួយតែបាយកកនឹងក៏ឆ្ងាញ់ដែរតែសម្រាប់ម្ហូបភាគឥសានគឺគេញ៉ាំជាមួយនឹងបាយតណើបហ្នឹងគឺមុខមនុយដែលពិសេសហើយនិយាយរួមចំណាងបើសិនជាយើងញ៉ាំជាមួយមីក៏បានឬញ៉ាំសុទ្ធក៏បានប៉ុន្តែឲ្យតែមានបគ្រីវគឺដឹងតែជាតិមកហើយខ្ញុំមិនដឹងមិនខ្ញុំចូលចិត្តកតុយគោកតុយជ្រូកគឺលេខ1ហើយខ្ញុំចូលចិត្តណាស់តែគ្រាន់តែចំណុចហ្នឹងគឺសាប៊ូខ្លាញ់តិចញ៉ាំហើយអញ្ចឹងស្អែក fasting ចោលមួយថ្ងៃអីចឹងទៅដើម្បីសម្អាតរាងកាយយើងឲ្យបានល្អតិចឬបងមតៃនិយាយចឹងថាបងមតៃមានលក់ថ្នាំសម្រក់ថ្នាំអីអត់មានទេខ្ញុំចូលចិត្តចែកម្លែកបែបវិធីធម្មជាតិឲ្យបងប្អូនជាពិសេសគ្នាយើងដែលជាម៉ាមីអីចឹងណាខ្ញុំមិនន័យសម្រាប់ខ្លួនខ្ញុំផ្ទាល់ហ្មងណាច្រើនកូនច្រើនប៉ុណ្ណាក៏ដោយកុំភ្លេចស្រឡាញ់ខ្លួនឯងឲ្យបានច្រើន